ក្លឹបបាល់ទាត់ញញួរยักษ์ West Ham United បានធ្វើការចុះហត្ថលេខាលើយកខ្សែប្រយុទ្ធថាធី Castellanos ពីក្លឹប Lazio ខំតម្លៃខ្លួនមក2 លានផោនប្រហែល29 លានអឺរ៉ូសម្រាប់រយៈពេលនៃកិច្ចសន្យាដែលក្លឹបផ្ដល់ឲ្យគឺមានរយៈពេល4ឆ្នាំកន្លះរហូតដល់ខែមិថុនាឆ្នាំ2023ជាមួយនឹងជម្រើសអាចបន្តបាន1ឆ្នាំបន្ថែមទៀតលោកនឹងពាក់អាវលេខ11នៅកីឡាដ្ឋាន London Stadium ការមកដល់របស់កីឡាករវ័យ27ឆ្នាំរូបនេះគឺជាផ្នែកមួយនៃផែនការរបស់គ្រូបង្វឹកលោក Nuno Espirito Santo ដើម្បីពង្រឹងតំបន់ប្រយុទ្ធខណៈដែល West Ham កំពុងស្ថិតក្នុងតំបន់ដែលត្រូវកាត់ចោលលេខរៀងទី18ប្រវត្តិនៃមុនការមកដល់របស់កីឡាករ Tata Castellanos មកកាន់ English Premier League ដោយកីឡាកររូបនេះធ្លាប់បានលេងឲ្យក្លឹបដូចជាកីឡាកររូបនេះមានក្លឹបអាជីពដំបូងនៅក្លឹប Universidad de Chile បន្ទាប់មកក្លឹបបានដាក់ខ្ចីជើងឲ្យក្លឹប Talk ហើយក្លឹបបានទិញផ្ដាច់នៅឆ្នាំ2018និងបន្តមកកាន់ក្លឹប New York City FC ដែលជាក្លឹបបាល់ទាត់នៅសហរដ្ឋអាមេរិកដែលជាកន្លែងដែលលោកធ្លាប់បានឈ្នះស្បែកជើងមាសនៅទីនោះផងដែរហើយក៏បន្តមកកាន់ក្លឹប Girona ដែលជាក្លឹបបាល់ទាត់នៅអេស្ប៉ាញលោកធ្លាប់ស៊ុតបញ្ចូលទីបាន4គ្រាប់ម្នាក់ឯងក្នុងមួយប្រកួតទល់នឹង Real Madrid ដ៏អស្ចារ្យបំផុតបន្ទាប់មកក្លឹប Lazio ដែលជាក្លឹបបាល់ទាត់នៅអ៊ីតាលីស៊ុតបញ្ចូលទីបាន14គ្រាប់ក្នុងគ្រប់ការប្រកួតកាលពីរដូវមុនលោក Castellanos បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដំបូងថាខ្ញុំពិតជាសប្បាយចិត្តណាស់ព្រោះនេះគឺជាបញ្ហាប្រឈមដ៏ធំសម្រាប់ខ្ញុំមកទីនេះដើម្បីជួយក្រុមឲ្យអស់ពីសមត្ថភាពនិងនាំយកស្មារតីប្រយុទ្ធមកទីនេះលោកអាចនឹងមានឱកាសបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការប្រកួតទល់នឹងក្រុម Nottingham Forest នៅថ្ងៃអង្គារនេះតែម្ដង។